បងប្អូនអញ្ចឹងសម្រាប់ខសាច់ជ្រូកឬក៏ខឆ្អឹងជ្រូកយើងធ្វើបែបហ្នឹងវាអត់ទលាន់ទេបងប្អូនស្រួលញ៉ាំហើយយើងញ៉ាំទៅវាអត់ណាយទេបងប្អូនចាញ៉ាំហើយចង់ញ៉ាំទៀតរសជាតិវាឆ្ងាញ់ប្លែកវាមានជាតិត្រូវគ្នាជាមួយនឹងសាច់ជ្រូកហើយនឹងជាមួយស្ពៃជូរហ្នឹងវាកាត់បន្ថយវាកាត់ជាតិខ្លាញ់ជាតិអីចឹងណាបងប្អូនចាំពេលយើងញ៉ាំទៅវាអត់ទលាន់ចាជំរាបសួរបងប្អូនទាំងអស់គ្នាចាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់នាងខ្ញុំថ្ងៃនេះគឺចែករំលែកបងប្អូនចាមិត្តនារីទាំងឡាយដែលជាស្ត្រីមេផ្ទះចាក្នុងការធ្វើមុខម្ហូបមួយដែលសាមញ្ញប៉ុន្តែឆ្ងាញ់ប្លែកបងប្អូនចាគឺខសាច់ជ្រូកឬក៏ឆ្អឹងជ្រូកដើម្បីកុំឲ្យវាទលាន់កុំឲ្យវាខ្លាញ់ខ្លាំងអីចឹងណាយើងប្រើជាមួយនឹងស្ពៃជូរបងប្អូនចាឥឡូវនេះនឹងខ្ញុំចាប់ផ្ដើមជាខ្លាញ់នេះបងប្អូនជាខ្លាញ់ហ្នឹងគឺខ្ញុំយកខ្លាញ់ហ្នឹងទៅចម្រាញ់ហើយសាច់គឺយើងដាក់ដាច់ម្លាយមកហើយសាច់នេះផងដែរគឺខ្ញុំប្រើជាប្រភេទសាច់លាយឆ្អឹងឆ្អឹងជ្រូកបងប្អូនអញ្ចឹងនៅពេលដែលយើងទៅទិញគឺអ្នកលក់គេកាប់ឲ្យយើងបែបហ្នឹងមកហើយយើងលាងវាឲ្យស្អាតមកបងប្អូនចាហើយបន្ទាប់មកខ្លាញ់នេះគឺនាងខ្ញុំយកទៅដាក់ចម្រាញ់ចោលបែបនេះបងប្អូនហើយឆ្អឹងជ្រូកនេះគឺខ្ញុំប្រើទម្ងន់វា1គីឡូចាហើយស្ពៃជូរគឺកន្លះគីឡូហើយខ្ញុំហាន់ខ្ទឹមបំពងខ្ទឹមបំពងនេះគឺមានខ្ទឹមសហើយនិងខ្ទឹមក្រហមបងប្អូនដាក់លាយគ្នាចឹងមកដើម្បីឲ្យវាឈ្ងុយបងប្អូនចាបងប្អូនប្រើតែមួយក៏បានដែរខ្ទឹមក្រហមមួយក៏ខ្ទឹមសអញ្ចឹងណាហើយចំពោះស្ពៃជូរនេះគឺនឹងខ្ញុំហាន់ជាចំណិតកង់តូចៗចឹងណាបងប្អូននាងខ្ញុំចូលចិត្តអញ្ចឹងចូលចិត្តតូចចឹងបើសិនជាបងប្អូនមួយចំនួនដែលគាត់មិនចូលចិត្តហាន់តូចចឹងគាត់អាចដាក់ហាន់ជា2ក៏បានឬក៏ដាក់ទាំងមូលក៏ណាសក់វាជាដុំតូចប្រវែងតូចទុកទាំងវែងក៏បានដែរចាសាច់ជ្រូកគឺខ្ញុំដាក់ខ្លាញ់ជ្រូកអធិស្ឋានគឺខ្លាញ់ជ្រូកគឺយើងដាក់ចម្រាញ់បែបនេះបងប្អូនដាក់វាឲ្យក្តៅដើម្បីឲ្យវាចេញខ្លាញ់បានច្រើនហើយបន្ទាប់មកបានខ្ញុំដាក់ស្ករត្នោតបន្តិចចំពោះការធ្វើនេះគឺជាទម្លាប់របស់នាងខ្ញុំទេនាងខ្ញុំមិនដឹងថាបងប្អូនធ្លាប់ធ្វើបែបណាទេតែនាងខ្ញុំធ្វើបែបនេះគឺស្ករយើងក្រហមល្អបងប្អូនចាបងប្អូនឃើញទេឃើញរៀងកម្ៅប៉ុន្តែកម្ៅឬក្នុងកាមេរ៉ាទេធាតុពិតគឺវាអត់ខ្មៅខ្លាំងទេបងប្អូនចាបងប្អូនឃើញកម្ៅចឹងថាខ្លោចអត់ខ្លោចទេណាគឺឈ្ងុយល្អណាបងប្អូនចាយើងទុកឲ្យក្រហមបែបហ្នឹងគឺវាឈ្ងុយល្អបន្ទាប់ពីក្រហមស្ករមកចាំយើងដាក់ខ្ទឹមកូរវាទៅដើម្បីឲ្យវាឈ្ងុយចូលជាតិគ្នាហើយនៅពេលដែលឈ្ងុយគឺនាងខ្ញុំថែមជាមួយនឹងទឹកត្រី2ស្លាបព្រាបាយហើយយើងដាក់សាច់ឆ្អឹងយើងចូលទៅបងប្អូននេះឆ្អឹងហ្នឹងគឺសាច់ច្រើនមែនតែនចាឆ្អឹង1គីឡូហ្នឹងហើយបងប្អូនអាចដាក់លើសនឹងក៏បានដែរតាមចំណង់ចំណូលចិត្តចំពោះស្ពៃក៏ដូចគ្នាដែរហើយចំពោះម្សៅស៊ុបថ្ងៃនេះគឺមានខ្ញុំប្រើម្សៅស៊ុបបោះមីស្លាកមុំហ្មងបងប្អូនចាព្រោះដោយសារតែម្សៅស៊ុបនៅច្រើនដែរអញ្ចឹងចេះតែប្រើទៅដើម្បីបង្កើនរសជាតិវាផងបងប្អូនណាចាតែបងប្អូនអត់មានយើងប្រើម្សៅស៊ុបធម្មតាមកឬក៏ប៊ីចេងតែសម្រាប់ខ្ញុំអត់ហូបប៊ីចេងទេអញ្ចឹងខ្ញុំប្រើម្សៅស៊ុបទាំងនោះតែតាមពិតទៅម្សៅស៊ុបមីហ្នឹងគឺមានប៊ីចេងតិចតែហ្នឹងចាគាត់ថាវាមិនប៊ីចេងសុទ្ធអញ្ចឹងណាឥឡូវយើងចាប់ផ្ដើមកូរបងប្អូនឃើញទេដល់ពេលដែលយើងដាក់សាច់ចូលអញ្ចឹងទៅទឹកស្ករដែលយើងរំលីងមិញហ្នឹងវាក្រហមល្អបងប្អូនអត់ខ្លោចទេណាចាគឺវាក្រហមហើយឡើងឈ្ងុយតែម្ដងបងប្អូនចាដាក់សាច់គោមកឃើញសាច់ឡើងក្រហមចាបន្ទាប់ពីគោកដាច់ទឹកគឺរំងាស់ប្រហែលជា10នាទីហើយណាគោកដាច់ទឹកបានខ្ញុំថែមទឹក2កដុងហ្នឹងបងប្អូន2ហ្នឹងគឺស្មើនឹង1លីត្រព្រោះមួយកដុងហ្នឹងវាកន្លះលីត្រទេ500មីលីលីត្រចឹង2ដងគឺវា1000មីលីលីត្រស្មើនឹង1លីត្របងប្អូនចាយើងដាក់ទឹក1លីត្ររមាស់សាច់វាចោលមកសន្ទុះប្រហែលជា5នាទីទៅ10នាទីបានយើងដាក់បន្លែចូលបងប្អូននេះអូពុះឡើងក្រួចតែម្ដងហើយបងប្អូនឃើញទេពេលពុះមកគឺទឹកក្រហមល្អមើលទៅទំនងហូបតែម្ដងហើយរសជាតិវិញគឺវាប្រៃតិចចាហើយជូរតិចគឺឆ្ងាញ់បងប្អូនចាហើយអ្វីដែលសំខាន់នៅពេលដែលយើងធ្វើបែបនេះគឺយើងញ៉ាំទៅអត់ណាយទេបងប្អូនញ៉ាំទៅវាអត់ទលាន់ទេបើបងប្អូនអត់ដាក់ជាមួយនឹងស្ពៃជូរញ៉ាំតែខសាច់ជ្រូកទេអញ្ចឹងវាអាចនឹងឆាប់ទលាន់អញ្ចឹងណាចាឥឡូវគឺសម្រាប់យើងដាក់បន្លែចូលហើយយើងទុកវាមកពុះបែបហ្នឹងមកបងប្អូនទុកវាមកពុះមកសន្ទុះមកដើម្បីឲ្យបន្លែយើងរៀងទន់តិចហើយយើងដួសដាក់ចានយកទៅញ៉ាំបានហើយយើងអាចបន្ថែមជាមួយនឹងគ្រឿងផ្សេងមកតាមចំណង់ចំណូលចិត្តខ្ញុំបន្ថែមរួយជាមួយនឹងស្លឹកខ្ទឹមបន្ថែមទៀតបងប្អូនចាអរគុណសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ការចែករំលែកបងប្អូនថ្ងៃនេះហើយសង្ឃឹមថាបងប្អូនពេញចិត្តហើយអ្វីដែលសំខាន់មានអ្វីខុសឆ្គងសូមអធិស្ឋានផងបងប្អូនណាហើយជួបនឹងខ្ញុំនៅវីដេអូក្រោយអរគុណច្រើនសម្រាប់បងប្អូនទស្សនាវីដេអូសូមជម្រាបលា
ចាបងប្អូនថ្ងៃនេះគឺបានមន់ស្រែបន្លែផ្ទះនេះគឺចង់ចែករំលែកបងប្អូនកុំឲ្យពិបាកគិតច្រើនគិតយូរអីណាចាមកស្លបែបងាយងាយនេះគឺថាឆ្ងាញ់តែម្ដងបងប្អូនមិនចាំបាច់ទៅរកនៅណាឆ្ងាយទេគឺនៅចិត្តចិត្តផ្ទះយើងតែម្ដងចាហើយឥឡូវនេះគឺឆ្អិនហើយបងប្អូនមកអញ្ជើញញ៉ាំទាំងអស់គ្នាតំណងទេបងប្អូនឆ្ងាញ់មែនតែនចាមកជូរគ្រឿងជំរាបសួរបងប្អូនទាំងអស់គ្នាចាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់នាងខ្ញុំចាបងប្អូនឥឡូវនេះកំពុងតែដើរទៅបេះហើយគឺដឹងបេះស្អីទេបងប្អូនចានេះមកមើលសិនប៉ុន្តែតឡាញទៅនេះពីដើមផ្លែនេះធំល្អស្វាយនេះលុះត្រួយឡើងខ្ចីអូយ៉ាទាញកបិតជាទៅកាត់នោះម៉ាក់ម៉ែខ្ញុំទៅនេះចាប៉ុណ្ណានេះសាប់ឡាចាគាត់កាត់តឡាយហើយកាត់ស្រួលដល់ចុងស្វាយទៀតព្រោះស្វាយកំពុងតែចេញត្រួយនេះបងប្អូនខ្ចីហើយតឡាញនេះក្តឹបច្រើនមែនតែនប៉ុន្តែវាអត់សូវគង់វាស្អាតស្អុយមិនដឹងវាដើមជាប់នឹងជាងផ្ទះហ្នឹងបងប្អូនចាហ្នឹងគាត់លើកមកមួយហ្នឹង1គីឡូជាងបងប្អូននេះប្រព័ន្ធណាណៃហើយសិតទៅផ្លាវាសនៅជាប់នឹងរោមគេហៅរោមបន្លាវានៅជាប់នឹងស្បែកសម្បកវានៅបងប្អូនឥឡូវគាត់យកទៅឡាច់ទុកទៅរត់ទៅបេះមកជូរដាំទៅជាប់របងផ្ទះបងប្អូនមកជូរក៏នៅជាប់របងផ្ទះទៀតនិយាយពីថាស្រួលបងប្អូនហើយបើថាត្រូវការស្លទេបេះបន្លែជាប់ផ្ទះជូរជាប់ផ្ទះគ្រឿងក្រោយនៅផ្ទះហ្នឹងគឺថាមិនចាំបាច់រត់ទៅដល់ផ្សារទេហើយមន់ហ្នឹងគឺមន់ផ្ទះដែរមន់ចាំខ្លួនឯងចាំម៉ែខ្ញុំអ្នកចាំខ្ញុំអ្នកចាំមិនបងប្អូនចាកុំច្រឡំចាំតែស៊ីស្រួលទេខ្ញុំមកហ្នឹងហើយអូម៉ែចាក់ជន់ឡឹកនេះជន់ចង់ឡឹកស៊ីយើងសាអសរុហាចាចាំតែហូបស្រាប់ហ្នឹងហើយបងប្អូនចាពួកគាត់និយាយទៅនៅរៀងឆ្ងាយពីគ្នាដែរផ្ទះអញ្ចឹងទៅគាត់ចាំនៅផ្ទះគាត់ចឹងគាត់មកយូរគាត់មកម្ដងចឹងគាត់យកមកផ្ញើបងប្អូននៅមន់ហើយបងប្អូនឃើញឲ្យពូខ្ញុំដាំទៅក្រៃចាំតាមដានទៅក្រៃខ្លាំងចាំបានខ្ញុំថាសាច់យើងមានរបស់ខ្លួនឯងដើម្បីដើមទេហើយគាត់យកមកម្ដាយខ្ញុំមិនបាច់ដាំបងប្អូនឲ្យញ៉ាំទៅសំបីតែឆ្អឹងក៏ទៅពីយកអស់ដែរយកជាតិចាដើម្បីឲ្យឆ្កែក៏ស្រឡឹងមុខដែរនិយាយទៅពេលហូបនឹងម្ដងចាឆ្កែស្រឡឹងមុខថាអត់មានចោលឆ្អឹងឲ្យវាស៊ីណាបងប្អូនចាឆ្ងល់ហើយម្ចាស់ហ្នឹងគោកំរិះមិនសំបីតែឆ្អឹងក៏មិនចង់ចោលឲ្យវាស៊ីដែរចានិយាយណាបានមន់ស្រែហូបបងប្អូនចាងាយទេអញ្ចឹងណាព្រោះពិបាកក្នុងការចិញ្ចឹមឥឡូវហ្នឹងណាបងប្អូនឃើញអីសាច់វាឡើងលឿងហ្មងមិនមែនថានាងខ្ញុំអត់លាងទេណាសាច់មាន់ហ្នឹងគឺលាងចេញតែវាអត់ចេញអាសាច់ស្បែកវាលឿងហ្មងតែឥឡូវខ្ញុំកាប់មាន់រួចហើយបងប្អូនចាកាប់មាន់រួចហើយចាប់ផ្ដើមផ្សំគ្រឿងស្លតែម្ដងនេះមានខ្ទឹមសខ្ទឹមក្រហមម្ទេសឆ្អើច្រាំហើយគ្រឿងគ្រប់មុខហើយនឹងម្ទេសប្រហុកច្រាំស្លឹកក្រូចសើចបងប្អូនដាក់ទៅទាំងអស់ហ្មងទៅកុំឲ្យវែងឆ្ងាយយូរវែងអីទៀតមកពងក្លៀនហើយដាក់យកហ្មងទៅបងប្អូនហើយកោយកទៅដើម្បីដាក់ឲ្យវាឆាប់ឆ្អិននោះអីចាហើយនិយាយទៅសាច់មាន់នេះយើងស្លតែមកពុះយើងមិនយើងអត់ទេព្រោះមាន់យើងវាមិនជាចាស់អីណាទេបងប្អូនមាន់ទឹមកពងតិចនោះមើលមានមាន់កមុំមកនិយាយពីថាខ្លាញ់ហើយជាតិបងប្អូនឯងគេថាមាន់កមុំឆ្ងាញ់មែនចាឆ្ងាញ់ណាស់បងប្អូនបើមិនជឿសហមើលសិនទៅលួចមាន់ម៉ែមួយមកយកអាណាមិនទាន់ពងបងប្អូនយ៉ាមើលទៅដូចជាធាត់ហ្នឹងណាយ៉ាហ្នឹងកំពុងកពងអាហ្នឹងគេឆ្ងាញ់ហ្មងបងប្អូនអើយចាវនេះមើលឃើញទេសាច់ឡើងលឿងហ្មងបងប្អូនលឿងដូចល្មីតតែស្លនេះអត់មានប្រើល្មីតទេបងប្អូនចាជាមួយគ្រឿងយើងធម្មតាហ្នឹងណាតែសាច់វាលឿងចឹងហ្មងបងប្អូនណាចាមិញនេះគឺខ្ញុំដាក់ជាមួយនឹងអំបិលរ៉ឺឌីចាមុខស្ពីកាហ្វេតូចហ្នឹងបងប្អូនចាដាក់ហើយយើងកូរវាឲ្យដាច់ទឹកតិចមកចាំយើងដាក់ជាមួយនឹងម្ជូរល្មមយើងចូលមកអីមិនដឹងទេនេះខ្ញុំថាតាមបងប្អូននៅខមមិនប្រាប់នាងខ្ញុំនៅវីដេអូមុននេះព្រោះខ្ញុំស្រុកខ្ញុំហៅម្ជូរបារាំងបងប្អូនហើយតាមបងប្អូនដែលគាត់ខមមិនប្រាប់ថាម្ជូរនេះគេហៅម្ជូរល្មមអញ្ចឹងនេះខ្ញុំក៏ហៅតាមបងប្អូនយើងខមមិនប្រាប់ទៅកុំឲ្យហៅខុសព្រោះបងប្អូនយើងខមមិនប្រាប់គាត់អ្នកទស្សនាវីដេអូនោះគាត់ដឹងហើយចាហើយបើសិនជាមានបងប្អូនអ្នកខាងស្រុកណាគេហៅខុសហ្នឹងបងប្អូនខមមិនប្រាប់នាងខ្ញុំផងនៅខាងក្រោមវីដេអូមកដើម្បីឲ្យនាងខ្ញុំដឹងថាតាមពិតទៅតំបន់ស្រុកខ្មែរយើងហៅម្ជូរតាមតំបន់ខុសគ្នាវាមិនខ្លះអញ្ចឹងណាបងប្អូនចាខ្ញុំនិយាយទៅខ្ញុំស្គាល់តែម្ជូរបារាំងហើយតែម្ជូរបារាំងចាំតាមត្រង់ចាតែឥឡូវហៅម្ជូរល្មមតាមបងប្អូនប្រាប់ឥឡូវយើងហាន់តឡាចរួចហើយចាយើងងាកមកមើលសម្លរបស់យើងកកទឹកដាច់ល្អហើយយើងថែមជាមួយនឹងទឹកចា1លីត្រមកចាដើម្បីរងាស់ជាមួយនឹងបន្លែរបស់យើងឲ្យឆ្អិននេះចុងភៅប្រុសម្ដងបងប្អូនជប់ស្លមិនទាន់ឆ្អិនហ្នឹងកូនយំបាត់ហើយហ្នឹងចាពេលកូនយំរត់ទៅឲ្យកូនមុំសិនចុងភៅប្រុសគាត់មកស្លម្ដង
ចាចុងភៅខ្ញុំនេះគាត់មិនសូវប្រកែទេរឿងស្លប៉ុន្តែបើរឿងភ្លុកវិញលេខ1ខ្វះអីក៏ដឹងដែរបងប្អូនហើយចាស្លបងស្ករក៏ដឹងអត់បងស្ករក៏ដឹងអត់បងប៊ីចេងក៏ដឹងដែរគាត់តែភ្លុកក៏ដឹងដែរចាតែអត់ដែរស្លទេតែដឹងទាំងអស់ចាអាចអត់ណាបងប្អូនអើយចាតែឥឡូវឌូបាយម្នាក់ចានមកត្រៀមណាស្លច្រើននាងនេះមួយឆ្នាំងមកមន់តែមួយចំហៀងទេតែតឡាចមួយហ្នឹងវាច្រើនដែរព្រោះតឡាចយើងវាធំមកបងប្អូនចានិយាយទៅទុកជ្រុលរៀងចាស់ដែរហ្នឹងប៉ុន្តែនៅតែឆ្ងាញ់បងប្អូនបេះភ្លាមស្លភ្លាមហូបភ្លាមនេះអូឆ្ងាញ់កប់មាត់ឆ្អិនមកតោះបងប្អូនចាអញ្ជើញពិសាទាំងអស់គ្នាអរគុណច្រើនបងប្អូនចាថ្ងៃនេះគឺចែករំលែកបងប្អូនតែប៉ុណ្្នឹងទេហើយសង្ឃឹមថាបងប្អូនពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយ like share វីដេអូរបស់ខ្ញុំម្នាក់មួយផងបងប្អូនណាចាជួបនឹងខ្ញុំនៅវីដេអូបន្តទៀតអរគុណច្រើនចាពុកម៉ែបងប្អូនធ្លាប់តែហូបជាមួយនឹងឆាត្រកួនសាច់ជ្រូកច្រាមឬក៏ឆាសាច់ជ្រូកធម្មតាជាមួយត្រកួនណាប៉ុន្តែថ្ងៃនេះគឺនេះខ្ញុំមកបង្ហាញបងប្អូនជាមួយនឹងចាត្រកួនស្រស់សាច់ជ្រូកចិញ្ច្រាំវិញម្ដងបងប្អូនចាឃើញទេតំណងណាចាមុខម្ហូបបែបស្រកទងន់ណាបងប្អូនចាជំរាបសួរបងប្អូនទាំងអស់គ្នាចាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់នាងខ្ញុំបន្តទៀតបងប្អូនចាអូយថ្ងៃនេះគឺនៅបងប្អូនមកញ៉ាំជាមួយនឹងបន្លែខៀវបងប្អូនចាគឺងាយស្រួលចំណាយអត់ចំណាយលុយហ្មងខ្ញុំថ្ងៃនេះគឺដោយសារអីចាដោយសារតកូនបេះនៅផ្ទះហ្នឹងហើយចាហើយសាច់ជ្រូកនេះគឺនិយាយទៅទិញមកទុកយូរហើយដោយសារខ្ញុំខ្លះសេចាទិញមកដូចជា 5000 អញ្ចឹងខ្ញុំឆាតែបន្តិចទេចាព្រោះយើងអត់ត្រូវការប្រើសាច់ច្រើនទេព្រោះយើងកាត់បន្ថយសាច់ចាបងប្អូនចាឥឡូវនេះខ្ញុំចាប់ផ្ដើមសូត្រតកូនហើយលាយជាមួយនឹងទឹកត្រីអំពិលទុំតែម្ដងបងប្អូនចាទឹកត្រីអំពិលទុំគឺលាយបែបហ្នឹងមកបងប្អូនចានិយាយទៅតាមចំណង់ចំណូលចិត្តបងប្អូនចង់បានប្រៃជាងហ្នឹងចង់បានផ្អែមចង់បានជូរហឹរអីគឺតាមចំណង់ចំណូលចិត្តបងប្អូនលាយតាមហ្នឹងមកចាតែនាងខ្ញុំគឺរសជាតិដែលនាងខ្ញុំចង់បានគឺតិចប៉ុណ្នេះបងប្អូនចាហើយយើងលាយវាឲ្យចូលជាតិចូលគ្រឿងគ្នាល្អមកយើងក៏លេចមកមើលតកូនរបស់យើងដាក់ស្រស់មិនក៏វាចាប់ផ្ដើមពុះឆ្អិនល្មមដែរបងប្អូនកុំឲ្យវាពុះយូរពេកដើម្បីកុំឲ្យតកូនរបស់យើងនឹងវារលួយខ្លាំងអញ្ចឹងយើងយកតែមកល្មមមកឲ្យពុះតែមកសន្ទុះបងប្អូនស្រង់វាចេញមកដើម្បីយើងយកទៅទុកឲ្យវាត្រជាក់ចាបន្ទាប់មកនឹងខ្ញុំដាក់កាទេឲ្យខ្លាញ់ដាក់ក្តៅឲ្យក្តៅខ្លាំងមកបងប្អូនណាចាហើយដើម្បីងាយស្រួលយើងបំពងហើយនេះសាច់ចិញ្ច្រាំគឺនឹងខ្ញុំប្រើតែមួយស្លាបព្រាបងប្អូនចាហេតុអីបាននឹងខ្ញុំថាអត់ចំណាយលុយដោយសារសាច់ជ្រូកនេះទិញគេមែនប៉ុន្តែគាត់ថាខ្ញុំទិញ 5000 អញ្ចឹងមកសាច់ជ្រូកគេចិញ្ច្រាំឲ្យស្រាប់គឺយើងធ្វើបានច្រើនដងចាព្រោះមួយស្លាបព្រានេះនិយាយទៅតិចបំផុតមួយស្លាបព្រាហ្នឹងចាហើយបើយើងគិតជាសាច់លុយទៅអាចថាប្រហែលជា 1000 រៀលទេសាច់ជ្រូកប៉ុណ្ណឹងចាហើយយើងធ្វើបែបនេះគឺយើងញ៉ាំបែបសំសាមចៃទី1ចំណេញចាទី2គឺងាយស្រួលលឿនរហ័សហើយឆ្ងាញ់ទៀតបងប្អូនបើសិនជាបងប្អូនមិនទាន់បានសាកលបងធ្វើញ៉ាំចាអាចសាកលបងធ្វើបានគឺងាយលឿនហើយអស់លុយតិចហើយយើងបានសុខភាពទៀតព្រោះញ៉ាំប្រភេទនេះយើងអត់ប្រើសាច់ច្រើនចាឥឡូវនេះខ្ញុំចាប់ផ្ដើមឆាសាច់នឹងខ្ទឹមឲ្យយើងឲ្យឆ្អិនទៅបន្ទាប់ពីឆ្អិនគឺនាងខ្ញុំចាប់ផ្ដើមចាក់ជាមួយនឹងទឹកត្រីដែលយើងធ្វើមិញបងប្អូនចាមានលាយគ្រឿងឲ្យស្រេចអញ្ចឹងយើងចាក់ចូលមកយើងបំពងឆាចូលគ្នាមកបងប្អូនចាឲ្យវាចូលជាតិគ្នាល្អហើយក្នុងនោះបងប្អូនអាចភ្លក់មើលទៅខ្វះជាតិអីបងប្អូនដាក់ចូលក្នុងនឹងឲ្យហើយតែម្ដងដើម្បីយកទៅស្រោចជាមួយនឹងតកូនស្រស់របស់យើងណាបងប្អូនចាយើងធ្វើបែបហ្នឹងគឺទទួលបាននូវរសជាតិថ្មីប្លែកឆ្ងាញ់តែម្ដងបងប្អូនឥឡូវនេះខ្ញុំបន្ថែមជាមួយនឹងប្រេងខ្យងបន្តិចចាក់ទៅរៀងជ្រុលតិចណាបងប្អូនចាបងប្អូនអាចដាក់តិចជាងហ្នឹងក៏បានដែរហ្នឹងហើយប៉ុន្តែនេះខ្ញុំចូលចិត្តណាប្រើប្រេងខ្យងចំពោះការឆាគឺមិនដែលអត់ទេបងប្អូនព្រោះខ្ញុំឆាអីក៏ដោយគឺខ្ញុំតែងតែដាក់ជាមួយនឹងប្រេងខ្យងឥឡូវយើងឆាឆ្អិនហើយយើងយកមកស្រោចលើត្រកួនរបស់យើងមកបងប្អូនចាឃើញថាត្រកួនរបស់យើងក៏នៅស្រស់ហើយហ្នឹងគឺវាស្រស់ទាំងវែងចឹងគឺស្រស់ញញឹមមើលទៅនៅខៀវស្ងាត់តែម្ដងបងប្អូនណាចាហើយយើងឆាគ្រឿងរបស់យើងឲ្យឆ្អិនហើយយើងយកមកស្រោចពីលើបែបហ្នឹងមកគឺយកទៅញ៉ាំបានហើយបងប្អូនហើយស្រួលមែនតើបងប្អូននិយាយទៅយើងចំណាយពេលខ្លីហើយអស់លុយតិចទៀត
បើនិយាយពីសម្រាប់នាងខ្ញុំគឺដូចនាងខ្ញុំបានជម្រាបជូនបងប្អូនពីខាងដើមអញ្ចឹងតើគូនអត់មានទិញគេទេបែរនៅប្រទេសអញ្ចឹងនិយាយស្រួលហើយបងប្អូនទិញគេតើគូនប៉ុណ្នេះគឺ1000រៀលទេចាគឺយើងធ្វើបានអស់តែ2000បានមកហូបឡើងមួយចានបឹបចាហើយចំណេញច្រើនមែនតើចាអរគុណថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ការចែករំលែកបងឬក៏បងប្អូនសុភាពនារីដែលគាត់ជាមេផ្ទះចង់ធ្វើឲ្យក្រុមគ្រួសារញ៉ាំអីចឹងណាចាអញ្ចឹងកុំភ្លេច share និង comment នៅខាងក្រោមវីដេអូរបស់នាងខ្ញុំម្នាក់មួយផងបងប្អូនណាចា